បាទជំរាបសួរស្វាគមន៍មកកាន់វីដេអូថ្មីមួយទៀតហើយអ្នកណាខ្លះដែលរងចាំវីដេអូមួយនេះបាទខ្ញុំនឹងនាំមកជូនបងប្អូនទស្សនាទាក់ទងនឹងអនុស្សាវរីយ៍ក៏ដូចជាសមិទ្ធផលសំខាន់ៗរបស់វិទ្យាស្ថានជាអប់រំដែលបាននឹងកំពុងអភិវឌ្ឍធ្វើកំណែទម្រង់កន្លងមកហើយវីដេអូនេះរៀងវែងតិចដោយសារយើងនឹងលើកយកខ្លឹមសារសំខាន់ៗដូចជាបង្ហាញជូននៅសំណង់សំខាន់ៗក៏ដូចជាការរៀបចំសម្ពោធអីជាដើមបាទបើសិនបើបងប្អូនបានមកលេងវិទ្យាស្ថានជាអប់រំនោះនឹងឃើញមានការរៀបចំហេដ្ឋារចនាសម្ព័ន្ធបានស្អាតមែនទែនហើយមានទីធ្លាមានសួនច្បារមានប្រព័ន្ធការពារនិងសំណង់ផ្សេងៗដែលអាចជួយសម្រួលដល់បរិយាកាសការធ្វើការក៏ដូចជាការរៀននៅក្នុងវិទ្យាស្ថានជាអប់រំនេះជាដើមគឺមានទាំងវិទ្យាល័យអនុវត្តមានទាំងបឋមសាលាអនុវត្តមានទាំងជាមណ្ឌលសាជាគ្រូសរចំនួនថ្មីមានអគារមហាវិទ្យាល័យគ្រូសលមានកងទីនដែលមានអាហារឈ្ងុយឆ្ងាញ់នៅក្នុងនោះផងដែរហើយយើងទៅកាន់ការធ្វើការជួសជុលអគារផ្សេងៗគឺមានរយៈពេលរៀងយូរដែរបាទយើងឃើញថាការធ្វើការជួសជុលឡើងវិញអគារចាស់ៗក៏ដូចជាការកែលម្អនៅស្ថានភាពអគារឲ្យកាន់តែទំនើបសមស្របទៅនឹងបច្ចុប្បន្នភាពនៃការធ្វើការងារនិងការបំពេញការងារនៅក្នុងបរិបទថ្មីនេះបាទគេចាស់ទាំងឡាយគឺនៅក្នុងវិទ្យាស្ថានជាអប់រំគឺត្រូវបានកែកុនលាបពណ៌និងតុបតែងយ៉ាងល្អប្រណិតនេះគឺជារូបភាពដែលការខ្ញុំថតនៅពេលគេកំពុងជួសជុលសាងសង់ហ្នឹងគឺនៅមានស្ថានភាពមិនទាន់លេចធ្លោទេទាំងអគារមហាវិទ្យាល័យគ្រូសលសាលាក្រោយបញ្ញាបត្របណ្ណាល័យយើងឃើញថានេះគឺជា prototype គឺជាគំរូដែលគេធ្វើនៅក្នុងម៉ាកេតដែលយើងមើលមានការជួសជុលសម្អាតថែទាំផ្សេងៗត្រៀមនៅក្នុងថ្ងៃសម្ពោធនោះផងដែរហើយមុនមកដល់ការសម្ពោធជាផ្លូវការនោះផងដែរគឺមានការចុះត្រួតពិនិត្យនិងតាមដានជាប្រចាំក្រោមអធិបតីភាពឯកឧត្តមដិតស្ពាចាហុង ជួន អរុនអបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាដែលឯកឧត្តមបានធ្វើការផ្ដល់ជាអនុសាសន៍និងទស្សនទានសំខាន់ៗក្នុងការបង្កើតនិងព្រួយផ្ដើមនៃការចងក្រងប្រវត្តិសាស្ត្រនៃវិទ្យាស្ថានជាអប់រំនិងការជួយលើកកម្ពស់ស្ថានភាពទាំងផ្នែករឹងនិងផ្នែកទន់នៅក្នុងវិទ្យាស្ថានជាអប់រំនឹងផងដែរនោះក៏មានការរៀបចំបណ្ណាល័យសម្ដេចព្រះសង្ឃរាជជុនណាតដើម្បីទុកជាប្រវត្តិសាស្ត្រនិងទុកជាអគារសម្រាប់សាធារណជនក្នុងការពង្រឹងនិងចំណេះដឹងផ្នែកអានផងដែរនៅក្នុងការអភិវឌ្ឍនិងការធ្វើកំណែទម្រង់សម្រាប់វិទ្យាស្ថានជាអប់រំគឺគោលដៅដើម្បីផ្ដល់ជូននៅការបណ្ដុះបណ្ដាលគ្រូឈានមុខនិងបន្តឲ្យរក្សានៅគុណតម្លៃធំចំនួន5ទៀតគឺគុណភាពឧត្តមភាពសុចរិតសមធម៌និងនវានុវត្តន៍ឥឡូវយើងងាកមកមើលទិដ្ឋភាពអនុស្សាវរីយ៍សំខាន់នៃការចុះសង្កេតនិងចុះផ្ដល់អនុសាសន៍ពីសំណាក់ឯកឧត្តមដិតស្ពាចាដែលគាត់នឹងមកថតជាវីដេអូឯកសារក៏ដូចជាការផ្ដល់ជូននៅអនុសាសន៍ផ្សេងៗសម្រាប់ការសម្ពោធនៅថ្ងៃខាងមុខទៀតអញ្ចឹងអ្វីដែលយើងទស្សនានៅក្នុងបណ្ណាល័យនេះគឺឃើញមានទេសភាពស្អាតមែនទែននេះគឺគ្រាន់តែជាការរៀបចំបឋមប៉ុណ្ណឹងនៅអត់ទាន់បានអស់ទេដោយសារតែបណ្ណាល័យនេះគឺមានរហូតដល់5ជាន់ចឹងជាន់មួយគឺរៀបចំសភៅតែដោយសារតែពេលវេលាគៀកនៅក្នុងការសម្ពោធគឺយើងអាចទស្សនាបានតែមួយជាន់សិន
បន្តមកនេះគឺជាទិដ្ឋភាពនៃថ្ងៃសម្ពោធដែលជាថ្ងៃពុធថ្ងៃទី21ឧសភាហ្នឹងគឺមានការចូលរួមនិងការយាមយ៉ាងតឹងរឹងដោយសារតែមានវត្តមានដ៏ពងពោះពីសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាយើងហ្នឹងគឺចូលរួមបើកសម្ពោធសមិទ្ធផលនៃវិទ្យាឋានជាអប់រំដែលមានការចូលរួមជាច្រើនពីសំណាក់អង្គភាពពាក់ព័ន្ធជាពិសេសគឺនាយកធនាគារអភិវឌ្ឍន៍អាស៊ីដែលបានផ្ដល់ជាគម្រោងថវិកាជូនក្នុងការធ្វើកំណែទម្រង់ហើយដំបូងគឺមានការផ្ដល់ជារបាយការណ៍សង្ខេបជូនពីសំណាក់ឯកឧត្តមបនាយករដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡានិងការធ្វើការសំណេះសំណាលផ្សេងៗពីសម្ដេចបវរធិបតីក្នុងគណៈនោះសម្ដេចបានផ្ដល់ជាអនុសាសន៍ឬជាការណែនាំជាច្រើនជូនដល់វិស័យអប់រំនៅប្រទេសកម្ពុជាតែខ្ញុំរៀបរាប់អត់អស់ទេនៅក្នុងវីដេអូនេះគឺគ្រាន់តែ capture សកម្មភាពទិដ្ឋភាពអនុស្សាវរីយ៍សំខាន់ៗដែលជាប្រវត្តិសាស្ត្រក្នុងការចូលរួមដ៏ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលរបស់យើងដែលគាត់ផ្ដល់ឱកាសឲ្យវិស័យអប់រំបានមកឈរជាអតិភិបទី1ក្នុងការអភិវឌ្ឍប្រទេសកម្ពុជាយើងទៅមុខហើយនេះក៏បញ្ជាក់ឲ្យឃើញថាតួនាទីសំខាន់នៅក្នុងវិស័យអប់រំគឺវិទ្យាឋានជាអប់រំនឹងដើរតួជាអ្នកដែលផលិតនៅគ្រូដែលមានគុណភាពបន្ថែមជាមួយគ្នានេះផងដែរនៅពេលល្ងាចក៏មានការពិសាអាហារសាមគ្គីជុំគ្នារវាងថ្នាក់ដឹកនាំក៏ដូចជាបុគ្គលិកលោកគ្រូអ្នកគ្រូដែលបម្រើការនៅក្នុងវិទ្យាឋានជាអប់រំហ្នឹងគឺមានឱកាសបានមកចូលរួមអបអរក៏ដូចជាបង្ហាញនៅមោទនភាពចំពោះថ្នាក់ដឹកនាំដែលបានចំណាយទាំងកម្លាំងកាយកម្លាំងចិត្តដូចជាមកការដឹកនាំផ្សេងៗរហូតមកដល់ទទួលបាននៅសមិទ្ធផលដ៏អស្ចារ្យមួយនេះហើយឯកឧត្តមឧបក៏បានផ្ដល់ជាការសរសើរក៏ដូចជាការលើកទឹកចិត្តផ្សេងៗជូនទៅដល់លោកគ្រូទាំងអស់ផងដែរហើយយើងមានការរួមលេងកម្សាន្តនេះហ្នឹងដោយបរិយាកាសសប្បាយរីករាយអរគុណសម្រាប់ការទស្សនាវីដេអូមួយនេះបាទ